គូទី1ទឹកទី1គុណខ្មែរប៉ះគុណខ្មែរមួយជើងអូយបាទអាគីណេតល្អបាទមានអីសវណ្ណងាអាគីណេតបាទតែ3ទឹកទេអ្នកទាំងពីរតិចច្រឡំថាវាយ7ទឹកអីទៅអូយមកជើងចូលបាទចូលក្លៀតក្អមទាត់ជើងក្រោមពីសវណ្ណងាដៃរបស់អាគីណេត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 ដៃរបស់អាគីដៃរបស់សវណ្ណងាវិញយ៉ាអត់ទេមិនលេងទេឆាក់ទៅហើយដៃរបស់អាគីណេតដៃរបស់អាគីណេត2 3ដៃទាត់មួយជើងទៀតនេះហើយអំបោះឆៅ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
ប្រាប់ហើយថាអំបោះឆៅគឺបែបនេះអូពេញណាស់បាទចូលរង្វង់ភ្នែកចំបាំងកំឡុងរាជសីបាទដោយខ្ញុំបញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនបាល់ជើងអ្នកខេត្តត្បូងឃ្មុំបាទអញ្ចឹងឯណាចាប់កន្លែងបានមុនបាទបានទស្សនាច្បាស់ល្អចាប់កន្លែងបានមុនបាទនេះរូបភាពយឺតទៅហើយដំរីថ្វាយផ្កាមួយចូលឆ្វេងថែមស្ដាំនឹងមួយជើងទៀតនៅកន្លែងហ្នឹងអ្នកចូលដំរីថ្វាយផ្កាបន្ទាប់មកទៀតមកបាទគាត់វាយឆ្វេងថែមស្ដាំកាប់មួយជើងខាងក្រោមទៀតបាទសវណ្ណងាក្រវីក្បាលបាត់ហើយបាទកន្លែងនេះបាទទឹកទី1បាទអញ្ចឹងការប្រកួតបាទអំបោះឆៅតែចូលហើយបាទឆ្អិនហើយបាទព្រោះចូលហើយបាំងខ្លោចអរគុណឥឡូវនេះខ្ញុំបាទក៏សូមប្រកល់ទូនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមម៉ាលីអាគីណេតឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី1បាទ